សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទៅរៀនព្យញ្ជនៈកខអមជាមួយនឹងសត្វទាំងអស់គ្នាបាទអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាកក្រពើបងប្អូនស្គាល់សត្វក្រពើទេខខ្លាឃ្មុំមានមេធំគោសត្វគោមកខោឃ្មុំមានរសជាតិផ្អែមងោងាវចចាបឆឆ្មាមៀវជោសត្វជ្រូកឈោឆ្លុះបងស្គាល់ឆ្លុះទេញោកញ្ជ្រោងមាននៅក្នុងព្រៃដដំរីមានមាឌធំថធានីរថភ្លើងដូដុដឿកៅដុដឿធូធម្មតាណអណ្ដើកមានពណ៌បៃតងតត្រីនេះស្អាតណាស់ថទន្សាយតោសត្វទីទុយរកចំណីនៅពេលយប់ធរណីប្រែថាម៉េចបងណូនាគមានធ្មេញមុតស្រួចវាចូលចិត្តរស់នៅក្នុងទឹកបងប្អូនស្គាល់សត្វនាគទេបបែលត្រីបបែលផ្សោតមានមាឌធំពស់ភោភេចូលចិត្តញ៉ាំត្រីជាអាហារមូសបងប្អូនស្គាល់សត្វមូសអត់ខាំយើងឈឺណាយោយក្សមានមាឌធំគួរឲ្យខ្លាចរុយមានច្រើនកន្លែងឡូសត្វលាវោស្វាចូលចិត្តញ៉ាំចេកសសត្វសេះហង្ឡកន្ទះឡង់សត្វកន្ទះឡង់ឆ្ងាញ់ណាស់បងប្អូនអប្រែថាសត្វអូ